ok แล้วยังមើលគេដាក់ថា online shopping online shopping មានន័យការទិញអីវ៉ាន់តាមអនឡាញបើខ្ញុំយក online យ៉ាងអីបងប្អូនចេះណា41 I love shopping online ខ្ញុំចូលចិត្តទិញអីវ៉ាន់អនឡាញអូខេទិញតាមអ៊ីនធឺណិតតាមការបញ្ជាតាមទូរស័ព្ទអ៊ីនធឺណិតនេះណាតាម page តាមអីនឹងទិញអនឡាញអូខេ42 the delivery was very fast មានន័យថាការ delivery បងប្អូនដឹងអាហ្នឹងគឺមានន័យថាការបញ្ជូនអីវ៉ាន់ហ្នឹងគឺវាលឿនមានន័យថាយើងទិញភ្លាមបញ្ជូនមកឲ្យភ្លាមអាហ្នឹង delivery ហ្នឹងហើយណាពាក្យវាថាចែកចាយសំដៅលើបទតំណែងគឺចែកចាយតំណែងពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងហៅ delivery delivery was very fast គេថាការបញ្ជូនអីវ៉ាន់ហ្នឹងឬក៏ការចែកចាយអីវ៉ាន់ហ្នឹងគឺវាលឿនណាអូខេ I bought it from an online store មានន័យហាងទំនិញអនឡាញខ្ញុំបានទិញវាពីអីគេហាងទំនិញអនឡាញមួយអូខេ I bought it ខ្ញុំបានទិញវា from ពី an online store ពីហាងទំនិញអនឡាញមួយអូខេ number 44 order ហ្នឹងគឺការកម្មង់របស់ខ្ញុំមិនទាន់បានមកដល់នៅឡើយទេអញ្ចឹងពី arrive មកដល់ My order hasn't arrived yet ការកម្មង់របស់ខ្ញុំមិនទាន់បានមកដល់នៅឡើយទេគេសេជាទម្រង់ present perfect គេបច្ចុប្បន្នកាលបរិបូរណ៍ My order ការកម្មង់របស់ខ្ញុំ hasn't arrived yet មិនទាន់មកដល់នៅឡើយទេអញ្ចឹងពី yet ប្រែនៅឡើយទេគេប្រើវានៅtrongប្រយោគណាហើយគេប្រើវានៅក្នុងប្រយោគបដិសេធអូខេប្រែនៅឡើយទេ This product has great reviews គេថាផលិតផលនេះគឺមានការ review យ៉ាងល្អអត់ខ្ចោះនេះបងប្អូនស្គាល់ review នេះមានន័យថាគេ highlight ឲ្យយើងមើលពីចំណុចល្អពីអីមួយដែលជាគុណសម្បត្តិរបស់វាគុណវិបត្តិអីផ្សេងៗរបស់វាហ្នឹងណាហ្នឹងហៅ review ហើយអញ្ចឹងគេថាផលិតផលនេះបានធ្វើការថា review យ៉ាងល្អអូខេ 46 the website offers free shipping មានន័យថាម៉េចហ្នឹងគេថា website ហ្នឹងគឺផ្ដល់ឲ្យនៅការដឹកជញ្ជូនដោយឥតគិតថ្លៃអញ្ចឹងពាក្យ website សំដៅលើ website លក់អីវ៉ាន់ហ្នឹង offer ហ្នឹងផ្ដល់ឲ្យ free shipping សំដៅលើការដឹកជញ្ជូនអីវ៉ាន់ការដឹកជញ្ជូនអីវ៉ាន់ដោយឥតគិតថ្លៃអូខេ number 47 I added it to my shopping cart ខ្ញុំបានដាក់វាបញ្ចូលទៅកាន់ shopping cart ទៅកាន់រទេះទិញអីវ៉ាន់របស់ខ្ញុំនៅពេលដែលបងប្អូនទៅផ្សារទំនើបគឺមានរទេះមួយយើងរុញទិញអីវ៉ាន់រើដាក់ណាហើយចាំទៅគិតលុយនៅកន្លែង cashier អានេះហៅ shopping cart រទេះរុញហ្នឹងហើយនៅពេលដែលបងប្អូនទិញអនឡាញក៏គេមាន shopping cart គេដែរនៅពេលដែលបងប្អូនទិញបងប្អូនអាចទម្លាក់វាចូលនៅក្នុង shopping cart ហ្នឹងណាអញ្ចឹង add នឹងបន្ថែមឬក៏ដាក់ខ្ញុំបានដាក់វាទៅរទេះទិញអីវ៉ាន់របស់ខ្ញុំអូខេ number 48 I forgot my password for the account ខ្ញុំបានភ្លេច password របស់ខ្ញុំលេខសម្ងាត់ណា password ខ្មែរយើងប្រើលេខសម្ងាត់ខ្ញុំបានភ្លេចលេខសម្ងាត់របស់ខ្ញុំសម្រាប់account នេះមានន័យថាគណនីអីមួយអូខេគណនីអីមួយបើនិយាយពីទិញអីវ៉ាន់ហ្នឹងគឺទាក់ទងមក account ទិញអីវ៉ាន់ហ្នឹងហើយអូខេ 49 លេខ49 I paid with my debit card online អញ្ចឹងបងប្អូនមើលពី debit card នេះ debit card មានន័យកាតឥណទានណា debit card ហើយពាក្យ pay ហ្នឹងមកពីពាក្យ pay បានឲ្យលុយបានចំណាយលុយឬក៏បានបង់លុយខ្ញុំបានបង់លុយជាមួយនឹងកាតឥណទាន online របស់ខ្ញុំអូខេអញ្ចឹង debit card នេះគឺកាតឥណទានអូខេ number 50 លេខ50 the package came in good condition មានន័យថាលក្ខខណ្ឌល្អ package នេះកញ្ចប់អីវ៉ាន់គេថាកញ្ចប់អីវ៉ាន់បានមកដល់ឬក៏បានមកតែបានមកទៅ came មកពាក្យខាងមកកញ្ចប់អីវ៉ាន់មកនៅក្នុងលក្ខណៈល្អ
មានន័យថាវាអត់មានបាក់អត់មានបែកអីចឹងណាអានេះគេនៅក្នុងលក្ខណៈល្អ in good condition កញ្ចប់អីវ៉ាន់បានមកដល់ក្នុងលក្ខណៈល្អអូខេឥឡូវយើងបន្តទៀតគេដាក់ថាម៉េច add a market or small shop នៅឯផ្សារឬក៏នៅហាងទំនិញតូចៗអូខេម្ដងទៀត add a market នៅឯផ្សារឬក៏ small shop ហាងទំនិញតូចៗអូខេ51លេខ51គេដាក់ថាម៉េច how much is this hat នឹងមួកតើមួកនេះថ្លៃប្រមាណអញ្ចឹងបងប្អូនដឹងហើយកាលណាសួរតម្លៃគេសួរពី how much is this hat តើមួកនេះថ្លៃប្រមាណអូខេ number 52 52 can you give me a better price can you give me a better price តើអ្នកអាចផ្ដល់ឲ្យខ្ញុំនៅតម្លៃល្អប្រសើរបានទេអានេះដូចយើងលក្ខណៈយើងតគេដូចគេដាក់មកថ្លៃពេកយើងអាចទទួលយកបានយើងនិយាយទៅកាន់គេវិញថា can you give me a better price តើអ្នកអាចផ្ដល់ឲ្យខ្ញុំនៅតម្លៃល្អប្រសើរជាងនឹងបានទេអញ្ចឹងពាក្យ price តម្លៃពាក្យ better នឹងល្អប្រសើរជាង a better price តម្លៃល្អប្រសើរជាងនឹង give me នឹងផ្ដល់ឲ្យខ្ញុំអានឹងដូចយើងតថ្លៃថាតើអ្នកអាចចុះទៅថោកជាងនឹងតិចបានទេតើអ្នកអាចចុះតម្លៃសមរម្យតិចបានទេនឹងចង់និយាយអញ្ចឹងបងប្អូនអាចនិយាយភាសាអង់គ្លេស can ក៏បាន could ក៏បាននេះកន្លែងហ្នឹង could you ឬក៏ can you ក្នុងនេះគេដាក់ can you give me a better price តើអ្នកអាចផ្ដល់ឲ្យខ្ញុំនឹងនៅតម្លៃល្អប្រសើរជាងនឹងបានទេអូខេ 53លេខ53 that's a good deal អូខេនោះគឺជាតម្លៃចរចាដ៏ល្អ deal សំដៅលើការចរចាគ្នាលទ្ធផលនៃការចរចាគ្នា a good deal មានន័យថាជាលទ្ធផលនៃការចរចាគ្នាដ៏ល្អឧទាហរណ៍ថាថ្លៃប្រមាណអីប្រមាណហ្នឹងទៅយើងអាចប្រែសាមញ្ញថានោះគឺជាតម្លៃល្អណា that's a good deal នោះគឺជាតម្លៃល្អ54 54 I'll take two of this I'll take យកខ្ញុំនឹងយករបស់នេះចំនួន2 two of this មានន័យថារបស់នេះចំនួន2ហើយពាក្យ I'll មកពី I will ខ្ញុំនឹងយក take យករបស់នេះចំនួន2ដូចយើងទិញរបស់អី2ហ្នឹងថា I'll take two of this Okay number 55 55 do you sell souvenirs here souvenirs មានន័យថាវត្ថុអនុស្សាវរីយ៍យើងទិញសម្រាប់ឲ្យណាម្នាក់ជាអនុស្សាវរីយ៍តើអ្នកលក់វត្ថុអនុស្សាវរីយ៍ទេនៅទីនេះ do you sell souvenirs here តើអ្នកលក់វត្ថុអនុស្សាវរីយ៍ទេនៅទីនេះអញ្ចឹងពី sell នឹងប្រែថាលក់ do you sell តើអ្នកលក់ souvenir វត្ថុអនុស្សាវរីយ៍ទេ here នៅទីនេះ Okay 56 56 I like the color of the bag color នោះពណ៌ខ្ញុំចូលចិត្តពណ៌កាតាបនោះ Okay that bag នៃកាតាបនោះខ្ញុំចូលចិត្តពណ៌កាតាបនោះ Okay I like the color of that bag 57 57 Can I see another one please តើខ្ញុំអាចមើលរបស់មួយផ្សេងទៀតបានទេឬក៏ខ្ញុំអាចសុំមើលអាមួយផ្សេងទៀតបានទេដូចយើងទិញរបស់ឲ្យមួយអញ្ចឹងយើងមើលអានឹងទៅមិនសូវពេញចិត្តយើងចង់សុំគេមើលមួយផ្សេងទៀតមើលអាផ្សេងមួយទៀតណា Can I see another one តើខ្ញុំអាចមើលអាមួយផ្សេងទៀតបានទេអូខេ please នេះគេដាក់មកដើម្បីគួរសមណាអូខេសូមមេត្តាអញ្ចឹងទៅ the seller give me a small discount អញ្ចឹងពាក្យ discount បញ្ចុះតម្លៃ a small discount មានន័យការបញ្ចុះតម្លៃតិចតួចការបញ្ចុះតម្លៃតិចតួច seller នឹងអ្នកលក់ give មកពីពាក្យ give មានន័យថាឲ្យអញ្ចឹងគេថាអ្នកលក់បានឲ្យខ្ញុំនៅការបញ្ចុះតម្លៃតិចតួច the seller gave me a small discount Okay number 59លេខ59 the shop is full of beautiful items the shop មានន័យថាហាងទំនិញ is full គឺពេញ full of ពេញទៅដោយអីគេ beautiful items វត្ថុស្រស់ស្អាតចឹង item សំដៅលើវត្ថុផ្សេងៗគ្រប់បែបយ៉ាងអីក៏បានដែរហើយ beautiful គឺស្រស់ស្អាត beautiful items វត្ថុស្រស់ស្អាតគេដាក់ថាហាងទំនិញគឺពោពេញទៅដោយវត្ថុផ្សេងៗដែលស្រស់ស្អាតOkay number 60លេខ60 I bought a handmade bracelet
ខ្ញុំបានទិញខ្សែដៃធ្វើដោយដៃអញ្ចឹងពាក្យ handmade នេះគឺមានន័យធ្វើដោយដៃអត់ធ្វើដោយម៉ាស៊ីនទេហើយពាក្យ bracelet នេះគឺខ្សែដៃដែលធ្វើដោយដៃខ្ញុំបានទិញខ្សែដៃដែលធ្វើដោយដៃអូខេអញ្ចឹងបងប្អូនមេរៀននេះប៉ុណ្ណឹងដល់ទីបញ្ចប់អរគុណសម្រាប់ការតាមដានទស្សនាហើយយើងជួបគ្នាម្ដងទៀតនៅមេរៀនក្រោយបងប្អូនកុំភ្លេចចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលមេរៀនពីខ្ញុំ